ព្រឹកថ្ងៃទី3នៅប្រទេសអង់គ្លេសគឺខ្ញុំពីគេរៀបចំខ្លួនរួចរាល់ហើយយើងញ៉ាំបាយឆាមកគាត់ឆាឲ្យបាយសល់ពេលល្ងាចហ្នឹងយកមកឆាមួយពងទាជាមួយនឹងហាមអីចឹងទៅសាគ្រីគាត់ញ៉ាំអីផ្សេងញ៉ាំអីបាយអស់ហើយដើរទៅស្ថានីយ៍រថភ្លើងហ្នឹងគឺប្តីគាត់ឃើញកន្លែងគេលក់សន្ទូចសម្រាប់ស្ទួយត្រីស្ទួយអីព្រោះប្តី fan ស្ទួយត្រីដែរអញ្ចឹងយើងដើរទៅស្ថានីយ៍រថភ្លើងដើម្បីជិះរថភ្លើងទៅលេងទីក្រុង London រយៈពេល1ថ្ងៃពេញតែម្ដងទៅពីព្រឹកដែរមកវិញយប់ហើយម៉ាក់ក៏បានកក់សំបុត្ររួចហើយសម្រាប់រថភ្លើងហ្នឹងគឺយើងជិះទៅ London តែម្ដងអត់មានត្រូវឈប់នៅណាទេអញ្ចឹងដំបូងគឺយើងដើរចូលហើយយើងត្រូវដើរនៅលើស្ពាននេះដើម្បីឆ្លងទៅម្ខាងទៀតហើយចុះទៅក្រោមនេះផ្លូវរថភ្លើងនៅស្រុកគេហើយរថភ្លើងស្រុកគេគឺច្រើនណាស់និយាយទៅព្រោះអីវាជាមធ្យោបាយទូទៅដែលមនុស្សគាត់ធ្វើដំណើរទាំងព្រឹកឡើងនេះសម្បូរសិស្សហើយអ្នកធ្វើការអីក៏គេជិះរថភ្លើងដែរយើងជិះលឿនជិះមួយផ្លែតអានេះខ្ញុំរើបានតាមផ្លូវនេះចំនួន20 pound តែដែររើបានលុយចឹង$20ជាងដែរទុកចាយនៅ London ហ្នឹងទៅកំពុងចាំរថភ្លើងហ្នឹងមិនបានឆ្នេះកន្លះម៉ោងទេមុខសាការីឌឹងរីសោះតែពេលឃើញរថភ្លើងមកវាស្អីអូរថភ្លើង train ចឹងយើងអង្គុយរងចាំទៅដើម្បីរងចាំរថភ្លើងដែលគេប្រកាសថាទៅ London ចឹងទៅចាំយើងឡើងចឹងនេះរថភ្លើងយើងឡើងហើយព្រឹកឡើងហ្នឹងយើងទៅពេលព្រឹកដែរចឹងយើងសបោអ្នកជីសាលាអ្នកទៅធ្វើការអីហ្នឹងគឺគេជិះរថភ្លើងឯងនេះរថភ្លើងយើងចាប់ផ្ដើមមកអ្នកជិះកង់ក៏គេអាចដាក់បានដែរគេយកកង់ហ្នឹងដាក់នៅកន្លែងដែលអត់មានមនុស្សអង្គុយសង្គ្រាមគាត់យករថរុញដែរប៉ុន្តែរថរុញហ្នឹងយើងអាចបត់បានអញ្ចឹងយើងបត់ឲ្យកាន់តាមខ្លួនទៅយើងអង្គុយតាណាយើងដាក់នៅទៅនឹងយើងអាចដាក់នៅលើធ្នើដាក់អីវ៉ាន់ឬក៏ដាក់ក្បែរជើងយើងឥឡូវយើងចេញដំណើរទៅហើយនេះទេសភាពតាមផ្លូវរថភ្លើងមានវាលស្រែតែខែហ្នឹងគឺអត់ទាន់មានណាគេធ្វើស្រែមានស្មៅទៅទេស្មៅលហលហែវពេញវាលពេញដីហ្នឹងទៅកន្លែងខ្លះក៏គេដាំស្រូវស្លៃអញ្ចឹងនៅក្នុងរថភ្លើងហ្នឹងមានមនុស្សច្រើនដែរដោយសារតែម៉ោងពេលព្រឹកមកអ្នកធ្វើការអញ្ចឹងមានអ្នកធ្វើការមានសិស្សសាលាគេចាប់ផ្ដើមធ្វើដំណើរអញ្ចឹងទៅរៀងខ្លួននៅយកកន្លែងអង្គុយបានហើយមកប្រុសក្មេងលឹបមើលយើងថតអញ្ចឹងនៅតាមផ្លូវទៅ London ហ្នឹងគឺយើងចុះនៅតាមស្ថានីយ៍ផ្សេងហ្នឹងដូចជា 3-4 ស្ថានីយ៍ដែរមុននឹងដល់ London ហើយកន្លែងនេះប្រហែលជាកន្លែងចិត្តសាកលវិទ្យាល័យអញ្ចឹងមានសិស្សច្រើនគេចុះទៅកន្លែងហ្នឹងអញ្ចឹងមកដល់ភូមិមានផ្ទះមានអីនេះដល់ស្ថានីយ៍មួយទៀតហើយសិតតកង់សាគ្រីឡើងអង្គុយលើតុតែម្ដងក្នុងរថភ្លើងហ្នឹងគេមានកៅអីខ្លះពីកៅអីខ្លះមាន4ហើយមានតុកតាចឹងយើងរើបានតុកតាហ្នឹងសាការីគាត់ឡើងអង្គុយលើនឹងមកមើលទេសភាពឬអីមានផ្ទះមានឡានចង្កៅក៏យើងជិះចូលទៅក្នុងគេហៅ room tunnel ហ្នឹងឥឡូវមកដល់ព្រៃមានព្រៃសងខាងអានេះចូលទៅក្នុង tunnel គេអីឈឹងរហូតស្អីទេកាលនោះគឺរីអត់ទាន់3ឆ្នាំទេនៅពីខួបកន្លះអីដល់ហើយអញ្ចឹងគាត់និយាយអត់សូវច្បាស់និយាយប្លឹមស្ដាំសូវបានមកនេះអានេះលេងលក្ខណៈគេងញ៉ាំតែម្ដងណាមានចេះខ្មាស់គេអាលេងហើយស្រួលដែរបានមានតុកសាការីគាត់គេងគាត់ញ៉ាំអីទៅបាយមិនញ៉ាំទេគាត់ចូលចិត្តពួក yogurt ហើយនឹងនំយើងវិចកៅ cereal បបរទេសស្រូវស្លៃគេស្រួយហ្នឹងអូគ្រីក៏ចូលចិត្តដែរនេះយើងចិត្តចូលមកដល់ក្រុងដែរឃើញអាគារខ្ពស់ហើយមានផ្លូវរថភ្លើងខ្វាតខ្វែងពេញហ្នឹងឯងហើយតែភ្លើងចេញចូលតាមស្ថានីយ៍ផ្លូវគេច្រើនណាអាគារវិញខ្ពស់គេធ្វើនៅជាប់ជាមួយនឹងផ្លូវរថភ្លើងហ្នឹងមិនដឹងជាផ្ទះឬក៏ជាកន្លែងគេធ្វើការ business អីអត់ដឹងដែរចឹងនៅពេលដែលចិត្តចូលដល់ក្រុងហើយមានអាគារមានផ្ទះអីជាច្រើននៅសងខាងរថភ្លើងអាសាការីវិញគាត់សប្បាយគាត់ឃើញអីប្លែកភ្នែកឃើញរថភ្លើងធ្លាប់ឃើញតែនៅក្នុងទូរស័ព្ទអីចឹងពេលមកឃើញមែនតើហើយរថភ្លើងស្រុកគេហ្នឹងមិនមែនបើកយឺតទេគឺលឿនណាស់អញ្ចឹងវាឆាប់ដល់ពីមួយកន្លែងទៅមួយកន្លែងអញ្ចឹងជិះទៅ London ពី Boscombe ហ្នឹងដូចជាប្រយៈពេលថា2ម៉ោងខ្ញុំចង់ភ្លេចដែរប៉ុន្តែហ្នឹងហើយតែ2ម៉ោងទេព្រោះយើងឈប់តាមស្ថានីយ៍ផ្សេងដែរអញ្ចឹងណា
ហើយនេះកាន់តែចូលក្រុងមែនតើហើយអាគារខ្ពស់ផែជា condo ឬក៏អីចឹងអាគារនៅស្រុកគេហ្នឹងគេធ្វើឥដ្ឋហើយក៏មិនជាលាបពណ៌អីដូចយើងដែរគេរៀបជាឥដ្ឋជាងឃើញសនាមឥដ្ឋហ្នឹងហ្មងហើយនៅតែភ្លើងមួយទៀតគេទៅដែរតែភ្លើងយើងក៏ពណ៌អញ្ចឹងដែរពណ៌ដូចគ្នាដល់ពេលមកជិះក្បែរគ្នាយើងឃើញលឿនហើយផ្លូវតែភ្លើងគេធំណាស់ណែឯសាការីវិញនៅអង្គុយរៀបរាប់នៅនោះឆ្វេងឆ្វាយពេញនោះយើងឲ្យគាត់ស្ងាត់ដែរសារមានគេនៅក្នុងនោះដែរហើយគេដាក់ថាកន្លែងស្ងៀមស្ងាត់អីចឹងគេនៅលើហ្នឹងគេអត់មានបើកទូរស័ព្ទឲ្យយើងលឺញ៉ៃទេមួយគឺគេដាក់កាសបើសិនជាគេស្ដាប់ទូរស័ព្ទតែខ្លះគេមើលតែទូរស័ព្ទតែខ្លះគេធ្វើការលើកុំព្យូទ័ររបស់គេអីចឹងទៅនេះកាន់តែចិត្តដល់ចូលក្រុង London ហើយអញ្ចឹងយើងរៀងបន្ថយល្បឿនទៅរៀងយឺតហើយសាការីគាត់និយាយនេះនោះពេញនឹងឯង Hey, train. Oh, this is train back. គេរត់ចោលលោកឯងថ្លង់នោះ London Eye សា London Eye នៅស្ដាប់ក្រេរួចរាប់ដល់ទីក្រុង London បាទជីទៅឃើញខែ London Eyes អំពងមូលក៏ត្រវល់អំពងមូលធំរបស់ទីក្រុង London ណាឃើញយ៉ាងនោះនៅចុងមេឈើឥឡូវយើងមកដល់ចូលក្នុងស្ថានីយ៍នៃទីក្រុងឡុងនៃប្រទេសអង់គ្លេសឃើញ London Eye ប៉ំហ្នឹងហើយដល់ Waterloo Station London ចឹងមកដល់ស្ថានីយ៍ Waterloo នេះគឺទៅមុខអត់កើតទេវាជាប់ត្រឹមហ្នឹងហើយបើគេចង់ចេញគឺគេចេញតាមនោះគេកន្លែងបើកតែភ្លើងគឺមាន2មុខក្រោយចឹងគេចេញតាមគូម្ដងឥឡូវយើងចូលមកដល់ក្នុងស្ថានីយ៍យើងរកកន្លែងដើម្បីចេញទៅចូលទីក្រុង London